សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ចែករំលែកអំពីថ្នាំមួយប្រភេទជាពិសេសដែលបងប្អូននៅក្នុងឃុំទលាស់យើងណាអាហ្នឹងគឺខ្ញុំដើរទិញអីវ៉ាន់តាមផ្ទះអញ្ចឹងក៏ឃើញតែបងប្អូនយើងហ្នឹងវាច្រើនមានរោគជំងឺដាសាយហើយនឹងរលាកបំពង់កហើយដាសាយរលាកបំពង់កឬក៏រលាកច្រមុះជាសបោក្អកអីចឹងណាហើយមិនអានេះឃើញជាក់ស្ដែងណាចង់និយាយថាបងប្អូនណាដែលបានស្ដាប់ដឹងហើយឮហើយអញ្ចឹងជួយចុចមេដៃ share ម្នាក់មួយណាអានេះនិយាយអំពីអត្ថប្រយោជន៍ដែលយើងព្យាបាលដែលក្អកផ្ដាសាយជាសបោមិនជាណាអានេះខ្ញុំចង់ចែករំលែកវិធីសាស្ត្រដែលមិនអស់លុយណាព្រោះនៅក្នុងក្រុមគ្រួសារខ្ញុំហ្នឹងគឺប្រើគ្រប់គ្នាព្រោះឥឡូវនេះរដូវអាកាសធាតុយើងឥឡូវនេះវាធម្មជាតិប្រែប្រួលអីចឹងទៅជូនភ្លៀងជូនទៅជាល្ងាធ្លាក់ខ្យល់ល្ងាចំណោអញ្ចឹងទៅភ្លៀងទៅក្តៅស្អុះអញ្ចឹងអាកាសធាតុបែបហ្នឹងយើងច្រើនតែទទួលផលប៉ះពាល់ដូចជារលាកបំពង់កដូចជាផ្ដាសាយហៀសបោក្អកអីចឹងទៅតែនេះវិធីសាស្ត្រដែលងាយដែលមិនអស់លុយទេបងប្អូនឯងយូនេះអានេះដើមនេះគេហៅដើមសុកឆ្មាមើលវាលេងសពូនតិចខ្ញុំយួរមកចង់និយាយថាខ្ញុំបេះមកទុកក្រាន់ដាំហូបចឹងទៅវាលេងសពូនបន្តិចមើលស្គាល់ទេនេះដើមសុកឆ្មាហើយមួយមុខនេះអានេះការសនេះត្រជាក់ទន្សាយស្មៅត្រជាក់ទន្សាយអញ្ចឹងវិធីសាស្ត្រធ្វើវាយើងបេះដើមសុកឆ្មាហ្នឹងយើងកុំឲ្យវាយើងហូបទៅវានឹងកពុលណាយើងហាន់វាហើយយើងហាលថ្ងៃឲ្យស្ងួតមកថ្ងៃស្ងួតនេះដាក់មួយមុខមកក្តាប់មកហើយតែជាអន្សាយនេះអីជាអន្សាយនេះយើងចង់ហាលក៏បានមិនហាលក៏បានដែរយើងដាក់មួយមុខមកក្តាប់ហើយទៅដាំទឹក1លីត្រកន្លះហូបរាល់ថ្ងៃទៅហើយមួយអាទិត្យតែ10ថ្ងៃបងប្អូនដែលមានឧស្សាហ៍ដែលប្រើថ្នាំហើយមិនជាដែលអាការៈរលាកបំពង់កឡើងស្លេះក្អកដាសាយហៀសបោហើយនឹងរលាកស៊ីច្រមុះអាលាកស៊ីច្រមុះឬក៏រលាកច្រមុះរ៉ាំរ៉ៃអីចឹងអញ្ចឹងបងប្អូនប្រើថ្នាំពីរមុខនេះនឹងជាដាច់100%បាទសូមអរគុណ